តោះសួស្តីទាំងអស់គ្នាឥឡូវអីដែលខ្ញុំមិនរំពឹងដល់គឺឥឡូវបានមកហើយនេះក្នុងថ្ងៃហ្នឹងហ្មងមិនមែន demo account ណាលុយពិតបាន$30អូអានេះចូល CBE អានេះចូលទៅ CBE អានេះដល់ត្រូវកាត់ចោលហ្មងហើយកាត់ហ្នឹង11ដល់ពេលវា reach មកនៅសល់9.5 9.59 អានេះបាន$10 total គឺថ្ងៃហ្នឹងយើងបាន$30យើងបង្កើន SL យើងបាន30លេខទៀតហើយអែមមែនតើអញ្ចឹងអែមមែនតើហើយនេះគឺជា history ដែលខ្ញុំបានចូលនេះគឺចូល BE អានេះគឺបាន9លេខអញ្ចឹងអានេះបាន10លេខបាន10លេខគឺខ្ញុំកាត់ចោលមកទៅពីច្រើនដោយសារ balance ខ្ញុំទៅខ្ញុំមិនហ៊ាន hold យូរទេកាលណា hold យូរខ្លាចវាមានផ្សារវាអត់ល្អកាលណាផ្សារវាអត់ល្អខ្លាចវាបុកតែមួយឆាច់ចេញអាចខ្ចីអញ្ចឹងស្របឡើងវិញគឺថ្ងៃនេះយើងបាន$30 total profit យើងតែម្ដងគឺនេះ deposit $30 ឥឡូវនេះយើងចំណេញបាន$55 profit អែមមែនតើយុទ្ធសាស្ត្ររបស់យើងការប្រើ indicator 3 combo គ្នាគឺបានលទ្ធផលមែនទេមែនថាបានគឺជាអ្នកមានតែប៉ុន្តែវាបានលទ្ធផលឲ្យយើងបូក total ទៅលើ SL យើងកាន់តែវែងហ្នឹងណាខ្ញុំសប្បាយចិត្តមិនមែនថាចំណេញទៅលើលុយដកខ្ញុំសប្បាយចិត្តកាលណាខ្ញុំបូក total balance មកខ្ញុំកាន់តែធំហើយ SL ខ្ញុំកាន់តែវែងអញ្ចឹងព្រោះចំពោះ85លេខនេះវាស្មើនឹង SL 80លេខជាងហើយណា80ថា82ចុះអញ្ចឹងគឺអែមែនតើខ្ញុំសប្បាយចិត្ត SL វែងហើយខ្ញុំចង់បានដល់100 SL ដល់100ខ្ញុំចាប់ផ្ដើម trade count តទៅមុខទៀតដើម្បីឲ្យបានខ្ញុំអាចចូលពី lot សំទោសមិនចូលពី lot ចូលពី position combo គ្នាចូលពី position ផ្សេងគ្នាដោយប្រើ 0.01 ហ្នឹងតែឥឡូវនេះខ្ញុំអត់អាចធ្វើអញ្ចឹងបានទេឥឡូវនេះអញ្ចឹងគឺសប្បាយចិត្តមែនតើយប់នេះនឹងគេងលក់ស្រួលហើយវាលើសពីអ្វីដែលខ្ញុំរំពឹងជាទូទៅមួយថ្ងៃខ្ញុំយកទៅ$10អីទេតែថ្ងៃនេះឃើញផ្សារល្អមែនអត់លេងសើចថ្ងៃនេះឃើញផ្សារល្អទៅនេះមកល្អហើយនេះថតទៅនេះពេលខ្ញុំបិទ position ធ្លាក់មកវូស្ដាយតែខ្ញុំអត់ស្ដាយខ្លាំងប្រហែលប៉ុន្តែអីដែលខ្ញុំសប្បាយចិត្តគឺខ្ញុំបានកាត់ profit បាន$11តែបើខ្ញុំទុកដល់ TP ទី3របស់ខ្ញុំ50លេខហ្នឹងហើយអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេគ្រាន់ចង់ថតបង្ហាញហើយមិនទាន់បានថតសកម្មភាពពេលដែលខ្ញុំចូលធ្វើការ order ឡើយអញ្ចឹងចាំមើលវីដេអូក្រោយៗទៀតខ្ញុំធ្វើ